តែចាខ្ញុំមកដែរបោកចាយផងនឹងចោលបានមកដល់ចាំឲ្យម៉ាក់ប៉ាវេលុយឲ្យបានអត់អញ្ចឹងស្រីអូននេះជាកោការលក់បបបងអ្នកខ្លះទៀតគាត់ថាគាត់អត់ចេះវេលុយទេខ្ញុំដឹងថាអូនតូចដែលគាត់អត់ចេះវេលុយអានឹងគឺពិបាកសម្រាប់គាត់តែបើគាត់ចង់ទិញពិតប្រាកដឲ្យម៉ាក់ប៉ាគាត់ឆាប់មកទិញបានឬមួយក៏គាត់សួរខ្ញុំពីរបៀបវេគឺខ្ញុំពីឡើងមានយកលុយទេតែអូននៅខែគាត់ទិញគឺគាត់តែងតែវេលុយមកបានចោះរឿងអីយើងនៅពេញទៅអត់បានណោះហ្មងតែខ្ញុំសម្រេចចិត្តថាខ្ញុំបង្កើតកោការនឹងឡើងខ្ញុំជប់រឿងច្រើនមែនតើខ្ញុំលក់មក3ឆ្នាំហើយគិតយូរមែនតើហ្មងព្រោះបើខ្ញុំនៅតែបន្តការលក់ធម្មតាដដែលគឺខ្ញុំនឹងអត់ចំណេញទេគឺមានតែខាតតែម្ដងបើមិនខាតទេក៏កពលមុខឈួតតែម្ដងដូចថ្ងៃហ្នឹងអញ្ចឹងអត់នៅតែជប់អ្នកបោកចឹងហើយបោកសាហាវទៀតឯសារម្សិលមិញខ្ញុំទៅផលពីកោការថ្មីអញ្ចឹងអ្នកទិញចាស់ម្សិលមិញគឺខ្ញុំអត់ទាន់បានឲ្យគាត់វេលុយអីមុនទេខ្ញុំនៅតែដឹកឲ្យគាត់ដដែលអញ្ចឹងណាសម្រាប់រឿងអូនហ្នឹងគឺថាតាក់តងទៅគាត់អត់កើតអវ៉ាន់តាំងពីម្សិលមិញតែទៅអ្នកដឹកខ្ញុំថានិយាយអត់លឺខ្ញុំឆាតសួរគាត់ថាគាត់ទៅអ្នកដឹកខ្ញុំអត់លើកដូចគ្នាខ្ញុំសុខចិត្តជឿគាត់ជឿភ្ញៀវសុខចិត្តរកលេខផ្សេងដើម្បីតាក់តងទៅគាត់ផ្ទាល់ហើយដឹកឲ្យគាត់ម្ដងទៀតនៅថ្ងៃហ្នឹងហើយទីតាំងមានចិត្តណានៅដល់សាលាព្រែកលៀបដល់ពេលដឹកទៅដល់ទេលេងចូលមកសន្ទុះគេទេមកវិញថាគេឈប់យកហើយដោយសារគេខ្លាចម៉ាក់គេដឹងហើយប្លុកខ្ញុំចោលបាត់ចាស់ហាតែងតែនិយាយថាក្មេងចូលចិត្តនិយាយការពិតតែដល់ពេលជួបទើបដឹងថាគាត់ធ្វើបាបសាហាវនិយាយមកចំនួននេះណាបងលក់អនឡាញដូចគ្នាគឺគាត់យកអារម្មណ៍ហ្នឹងkhoảngផឹកឡើងបើកភ្នែកមកជួបរឿងអញ្ចឹងមានអារម្មណ៍ណាទៅលក់ទៀតហ៎